បងប្អូននេះជារបៀបឆែកអ្នកតាមដាន story របស់យើងដោយបងប្អូនឃើញនៅក្នុងដើមវីដេអូអញ្ចឹងអូខេឥឡូវនេះចំពោះវិធីគឺមានហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងថាណាគេលួចតាមដាន story របស់យើងអត់ add friend របស់យើងអញ្ចឹងចូលចិត្តលួចតាមដាន story របស់យើងបងប្អូនអាចឃើញមុខអីត្រូវអត់អូខេចំពោះវិធីងាយស្រួលទេប៉ុន្តែសូមបញ្ជាក់ទៅអ្នកដែលចូលចិត្តតាមដាន story គេបើអាច add friend គេហ្មងទៅយើងមិនតាមដានទេប៉ុន្តែបើតាមដានលក្ខណៈយើងអាច high profile យើងទៅហើយដូរឈ្មោះទៅលក្ខណៈយើងចង់តាមដានបែបហ្នឹងអីចឹងណាអូខេនេះជាវិធីដែលល្អដែរគូគិតគូឥឡូវគេ Facebook មានមុខងារថ្មីប៉ុន្តែយើងក៏ចេះtechnique ថ្មីដែរបាទកុំឲ្យគេឃើញទាំងដុលពេកអូខេចំពោះវិធីគឺខ្ញុំបានផុសលើ page របស់ខ្ញុំហើយឥឡូវយើងទៅមើលវិធីជាមួយខ្ញុំទាំងអស់គ្នាហើយចំពោះវិធីឆែកវិញបងគាត់ចូល Facebook page របស់ខ្ញុំមកបងមកក្រោមមករបៀបឆែក another story ហ្នឹង Facebook ហ្នឹងអញ្ចឹងបងប្អូនចុចលើហ្នឹងមកអញ្ចឹងបងប្អូនគាត់ចុចលើហ្នឹងមួយមកទី1របៀបឆែកហ្នឹងអញ្ចឹងបងប្អូនអស់មកវិធីទី1បងប្អូនត្រូវចូលមក Facebook របស់យើងចុចកន្លែងសញ្ញាត្រី3ហ្នឹងបន្ទាប់មកសម្រាប់បងប្អូនអត់ទាន់បើកមុខងារមួយហ្នឹងទេបងប្អូនត្រូវបើកមុខងារមួយហ្នឹងយើង turn on professional mode មកទី2យើងចុច turn on ទៀតមកទី3យើងចុច next ទី5យើងចុច next ទៀតទៅយើង next រហូតអូខេ next ទៀតលក្ខណៈចេញបែបនេះទី8បងប្អូនចុចកន្លែង public ហ្នឹងមកអូខេយក public បន្ទាប់មក next ទៀតទី10 confirm ទី11បងប្អូនចុចចង់ next ក៏បានបងប្អូន skip ក៏បានដែរហើយទី12បងប្អូនគ្រាន់ចុច go dashboard ហ្នឹងមកអញ្ចឹងបន្ទាប់មកបងប្អូនគ្រាន់ចូលដល់ Facebook របស់យើងអញ្ចឹងក្នុងករណីបើសិនជាយើង switch story ភ្លាមគឺវាអាចមើលឃើញបានទេនោះត្រាតែបងប្អូនត្រូវដល់ពេលយើងលក្ខណៈយើងបើកមុខងារនឹងហើយត្រូវអត់អញ្ចឹងបងប្អូនចូលទៅ add story របស់បងប្អូន4 5ផុសអីចឹងទៅអញ្ចឹងអ្នកដែលមិនមែនជា friend របស់យើងចូលមើល story របស់យើងនឹងចេញតម្រងបែបហ្នឹងតែម្ដងគឺចេញតម្រង non follow បានថាអ្នកហ្នឹងគាត់មាន friend ជាមួយយើងទេអញ្ចឹងគាត់ចូលមើល story របស់យើងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់បងប្អូនអត់មាន friend ជាមួយ add friend ទៅបាទអត់ចង់ឲ្យគេដឹងទេចង់តាមដានគេទៀតអញ្ចឹងបងប្អូនត្រូវhigh profile មកហើយដូរឈ្មោះទៅបាទគឺពិធីមានតែប៉ុណ្្នឹងទេបាទអាចតាមដាន story គេបានរហូតទៀតវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍ដល់បងប្អូនកុំភ្លេច follow វីដេអូនេះផងដើម្បីទទួលបានវីដេអូបន្ថែមទៀត